ដោយសារតែភាពចម្រូងចម្រាសផ្ទៃក្នុងរដ្ឋាភិបាលនៅថ្ងៃច័ន្ទនេះរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីបារាំង Manuel Valls ដែលគ្រប់គ្រងប្រទេសមិនបាន5ខែផងត្រូវបានរំលាយចោលថ្ងៃច័ន្ទនេះដែរប្រធានាធិបតីបារាំង François Hollande បានសូមឲ្យលោក Manuel Valls បង្កើតរដ្ឋាភិបាលថ្មីមានសមាជិកជាអ្នកមាននិន្នាការជិតស្និទ្ធទៅនឹងទិសដៅការងារដែលលោក Hollande ធ្លាប់បានកំណត់កន្លងមកការសម្រេចរំលាយរដ្ឋាភិបាលចាស់ចោលគឺជាចម្លើយតបតទៅនឹងរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងរដ្ឋមន្ត្រីអប់រំដែលបាននាំគ្នារិះគន់ពីនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតីនិងនយោបាយត្បិតទ្វារថវិការបស់អាល្លឺម៉ង់កាលពីថ្ងៃសៅរ៍រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំង Arnaud Montebourg បានរិះគន់ថាពាក្យសន្យាថាធ្វើឲ្យសេដ្ឋកិច្ចបារាំងដើរឡើងវិញធ្វើឲ្យមានកំណើនក្នុងស្រុកធ្វើឲ្យមានការងារធ្វើពាក្យសន្យាទាំងអស់នេះមិនបានដំណើរការដោយគ្រោងទុកទេក្នុងការរិះគន់នយោបាយអាល្លឺម៉ង់វិញលោក Montebourg លើកឡើងថាអ្នកនយោបាយស្ដាំនិយមអាល្លឺម៉ង់ដែលគាំទ្រលោកស្រី Angela Merkel កំពុងជាប់អន្ទាក់ក្នុងនយោបាយត្បិតទ្វារថវិកាដែលអាល្លឺម៉ង់ដាក់កំហិតឲ្យប្រទេសអឺរ៉ុបទទួលយកលោក Montebourg យល់ថាបារាំងមិនគួរសម្របខ្លួនតាមគោលគំនិតរបស់ក្រុមស្ដាំនិយមអាល្លឺម៉ង់ទេចំណែករដ្ឋមន្ត្រីអប់រំបារាំងលោក Bernard Hamon វិញបានសុំឲ្យរដ្ឋាភិបាលទាញយកមេរៀនពីការបោះឆ្នោតអឺរ៉ុបកន្លងមកក្នុងការបោះឆ្នោតអឺរ៉ុបបកកាន់អំណាចសង្គមនិយមបារាំងជួបបរាជ័យធ្ងន់ហើយបកស្ដាំជ្រុលនិយមវិញបានទទួលជោគជ័យគួរឲ្យភ្ញាក់ផ្អើលបកសង្គមនិយមកាន់អំណាចបារាំងមិនអាចទទួលយកការរិះគន់របស់រដ្ឋមន្ត្រីអប់រំនិងរដ្ឋមន្ត្រីសេដ្ឋកិច្ចដែលជាសមាជិករដ្ឋាភិបាលនិងជាសមាជិកបកខ្លួនឯងទេអ្នកជិតដិតនឹងនាយករដ្ឋមន្ត្រីបារាំងលើកឡើងថានេះជាការរិះគន់ដែលដើរហួសពីបន្ទាត់ព្រំដែនសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលចុះផ្សាយថ្ងៃច័ន្ទនេះបានបញ្ជាក់ពីគោលបំណងបញ្ចប់វត្តមានរដ្ឋមន្ត្រីទាំងពីររូបដែលរិះគន់នយោបាយរដ្ឋាភិបាលខ្លួនឯងមិនឲ្យពួកគេចូលក្នុងសមាជិកភាពរដ្ឋាភិបាលថ្មីទៀតថ្ងៃអង្គារស្អែកនាយករដ្ឋមន្ត្រី Manuel Valls នឹងបង្ហាញពីសមាជិកភាពរដ្ឋាភិបាលបារាំងថ្មី